ក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួនបានវិលលុកនឹងបិទគេហទំព័រជិត340ដែលជាប់ពាក់ព័ន្ធជាមួយនឹងសេវាកម្មបោកបញ្ឆោតតាមអនឡាញដ៏ធំមួយដែលមានឈ្មោះថា Raccoon 0365 បណ្ដាញនេះគឺមានមូលដ្ឋាននៅក្នុងប្រទេសនីហ្សេរីយ៉ាហើយបានលួចយកព័ត៌មានគណនីរបស់អ្នកប្រើប្រាស់ Microsoft យ៉ាងតិចចំនួន 5000 នាក់នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters សេវាកម្ម Raccoon 0365ដំណើរការតាមរយៈ Channel ឯកជនមួយនៅលើកម្មវិធី Telegram ដែលមានអ្នកទិញជាង850នាក់ចាប់តាំងពីចាប់ផ្ដើមនៅក្នុងខែកក្កដាឆ្នាំ2024មកបណ្ដាញនេះរកចំណូលបានជាង$10,000អាមេរិកជាប្រភេទរូបិយប័ណ្ណគ្រីបតូពួកគេប្រើប្រាស់វិធីសាស្ត្រធ្វើត្រាប់តាមម៉ាកយីហោល្បីៗរួចបញ្ឆោតជនរងគ្រោះឲ្យបញ្ចូលព័ត៌មានសម្ងាត់នៅលើទំព័រចូលខ្លាំងៗលោក Steven Masada មកពីអង្គភាពឧក្រិដ្ឋកម្ម Digital របស់ Microsoft បានលើកឡើងថាឧក្រិដ្ឋជនតាមអនឡាញគឺមិនចាំបាច់មានជំនាញខ្ពស់ដើម្បីបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនោះទេឧបករណ៍សាមញ្ញដូចជា Raccoon 0365ធ្វើឲ្យឧក្រិដ្ឋជនតាមអ៊ីនធឺណិតអាចចូលដល់ស្ទើរតែគ្រប់គ្នាដែលធ្វើឲ្យអ្នកប្រើប្រាស់រាប់លានអ្នកមានហានិភ័យបណ្ដាញនេះបានកំណត់គោលដៅទៅលើវិស័យឧស្សាហកម្មជាច្រើនរួមទាំងអង្គការសុខាភិបាលយ៉ាងហោចណាស់ប្រមាណជា25ផងដែរលោក Errol West ដែលជាប្រធានផ្នែកសន្តិសុខនៃ Health Isaac បានបញ្យល់អំពីគ្រោះថ្នាក់នេះថាការវាយប្រហារភាគច្រើនគឺចាប់ផ្ដើមពីការដែលនរណាម្នាក់បានផ្ដល់ឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់របស់ពួកគេទៅឲ្យជនអាក្រក់នោះនៅពេលដែលឧក្រិដ្ឋជនតាមអ៊ីនធឺណិតនោះមានសិទ្ធិចូលទៅកាន់បណ្ដាញនោះអ្វីៗដែលកើតឡើងបន្ទាប់គឺអាស្រ័យលើការស្រមើស្រមៃរបស់ពួកគេតែប៉ុណ្ណោះគួរជម្រាបជូនផងដែរថាដើម្បីទប់ស្កាត់ការគំរាមកំហែងនេះក្រុមហ៊ុន Microsoft បានធ្វើការជាមួយនឹងតុលាការសហរដ្ឋអាមេរិកដើម្បីបិទគេហទំព័រទាំងនេះហើយថែមទាំងសហការជាមួយនឹងក្រុមហ៊ុន Cloudflare និង US Secret Service ដើម្បីបញ្ឈប់ប្រតិបត្តិការរបស់ Raccoon 0365ទាំងស្រុងលោក Ladache ដែលជាប្រធានផ្នែកស៊ើបអង្កេតការគំរាមកំហែងនៃ Cloudflare បានសង្កត់ធ្ងន់ថាពួកគេបានចូលទៅក្នុងគណនីរបស់មនុស្សជាច្រើនហើយបានលួចទិន្នន័យមនុស្សជាច្រើនទៀតផងដូច្នេះហើយវាពិតជាត្រូវតែបញ្ឈប់ជាបន្ទាន់